ឡើងខ្លាំងអញ្ចឹងកីឡាករចាស់រូបនេះមិនអាចឈ្នះជើងយ៉ាងបានបើតាមដែលខ្ញុំវិភាគដែលខ្ញុំតាមដានការប្រកួតរបស់គាត់តាមដានការប្រកួតរបស់គាត់អត់ឈ្នះមីហុងព្រោះមីហុងគាត់ធ្ងន់ហើយគាត់3ក្មេងជាងកម្លាំងគាត់ពេញជាងកីឡាករនេះចាញ់នឹងកម្លាំងបិទដៃមីហុងអត់ជាប់ចូលដៃមីហុងគឺស្លាប់មកកីឡាករនេះខ្លាំងលើមីហុងខ្លាំងណាស់ទេហើយដូចគ្នាហ្វេនយើងហ៊ានតែព្រិចភ្នែកតែបន្តិចជាប់ហើយព្រោះកីឡាករដៃដូចនៅពេលដាក់មកមិនខុសពីរឿងដាវីតបាក់ទៅមីហុងតែតោះត្រៀមចាលោកគ្រូបាទជំរាបសួរលោកគ្រូបាទជំរាបសួរហើយមកកាហ្វេតែឯងមកបាទចុះចិត្តដល់ជួយខ្ញុំម្នាក់ឯងដែរនេះធម្មជាតិបាទធម្មជាតិលោកគ្រូ highlight សតទៀតអត់ទេអានោះវា3ហើយជុំឲ្យស្កៅលយអូស្មាន highlight ស្មាន highlight តែលោកគ្រូមើលឥឡូវយើងស្ងាត់ស្ងៀមរឿងគុំខ្មែរមួយយ៉ាមើលសុំឲ្យលោកគ្រូចង់ឃើញមកគូនេះបាទឥឡូវកំពុងតែគូនេះវិញណានិយាយរួមទៅគេថាគូមួយជ្រៀកបាទគូបែកការភ្លើងបាទកីឡាករធុនមិញហុងត្រូវការពៀខ្សែគាត់ជាមួយនឹងកីឡាករអេស្ប៉ាញបាទខាងត្រូម៉ាទីនបាទដែលជាកីឡាករមួយរូបដែលមកប្រកួតនៅខ្មែរយើង2ដងអត់តស្គាល់ពីតាចាញ់ទេលើកទី1ប៉ះជាមួយនឹងកីឡាករធុនវណ្ណាបាទឈ្នះបន្ទុកបាទឈ្នះបន្ទុកធុនវណ្ណាជួបលើកទី2ស្មើនឹងកីឡាករបាទសុធីបាទមកគូនេះលោកគ្រូការប្រកួតកង់ជិមព្រៀម5ទឹកបងតើការប្រកួតនេះអាចនឹងចប់ទឹកឬក៏យ៉ាងណាហើយលោកគ្រូយល់ឃើញបែបណាដែរសម្រាប់កីឡាករអេស្ប៉ាញនេះដែលគាត់មកដណ្ដើមខ្សែបាត់ពីកីឡាករធុនមិញហុងបាទការរៀបចំកីឡារបស់នេះល្អមកគូនេះគឺប្រភេទកីឡាបុកប៉ះបុកដៃនឹងដៃមិនខុសពីធុនមិញហុងប៉ះជាមួយនឹងរិនឌីវីតដែរសាន់ត្រូម៉ាទីនីគឺជាកីឡាករមួយដែលលំដាប់ដែរណាប៉ះធ្លាប់នៅ K1 ធ្លាប់នៅសង្វៀនល្អច្រើនហើយក៏ដណ្ដើមខ្សែបាត់ជាមួយនឹងគេប៉ុន្តែអត់បានជោគជ័យការដណ្ដើមខ្សែបាត់របស់គាត់ណានៅក្រៅនៅប្រទេសក្រៅហ្នឹងណាដូចជាប៉ះអាឡិចដូចជាប៉ះអាឡិចដែលជាជនជាតិដែលគូដណ្ដើមខ្សែបាត់ជាមួយគាត់ប៉ះជាមួយនឹងអេកអារ៉ាមប៉ះជាមួយនឹងសាវីក៏គាត់អត់បានជោគជ័យដែរប៉ុន្តែការពីមុនរបស់គាត់មកណាកីឡាករគាត់គឺពេញកម្លាំងគាត់ល្អប៉ុន្តែនៅពេលនេះជួបជាមួយនឹងខ្មែរយើងក៏គាត់ធ្វើបានល្អដែរធ្វើបានល្អមែនទែនហើយហាក់ដូចជាគាត់មួយរយៈក្រោយនេះដូចជាហាត់នៅខ្មែរដែរដូចជាគ្នាគាត់បើក្លឹបនៅខ្មែរដែរតាមនេះខ្ញុំដឹងណាបាទសាន់ត្រូម៉ាទីនីកីឡាករចេះទាំងស្គាល់ប៉ុន្តែកីឡាករបុកតែបើជួបធុនមិញហុងខ្ញុំជឿជាក់ថាបើកីឡាករសាន់ត្រូម៉ាទីនគាត់អត់ចាស់អត់រៀងបីចំណាស់ណាមីហុងអត់ចេះដាច់ខាតព្រោះកីឡាករនឹងកដាប់ដៃល្អហើយបត់ពិសោធន៍លើសម្មានគាត់ឆ្អិនច្រើនជាងមីហុងឆ្ងាយតែនៅពេលនេះបានជួបជាមួយនឹងមីហុងហើយក៏មកដណ្ដើមខ្សែបាត់មីហុងតើគូនេះបើមីហុងប្រហែលខ្ញុំជឿជាក់ថាខ្សែបាត់បានទៅលើគាត់ដែរព្រោះកីឡាករល្អដាប់ដៃដូចគ្នាប៉ុន្តែបើមីហុងហាត់ពេញហើយដោយមួយគាត់កីឡាករមិនល្អមកទេភាគច្រើនការប្រកួតរបស់គាត់ដណ្ដើមខ្សែគាត់ច្រើនតែចូលស្លាប់របស់គេចូលមុខទៅមកចូលដៃរបស់គេស្លាប់កីឡាករនេះអត់ខុសពីពេញស្បាត់ទេទម្រង់បែបពេញស្បាត់ទាំងស្រុងគឺដូចគ្នាបែបដាក់បងគាត់ថាពេលនេះគាត់មានវ័យចាស់ជាងហើយមីហុងនេះកំពុងឡើងខ្លាំងអញ្ចឹងកីឡាករចាស់រូបនេះមិនអាចឈ្នះយ៉ាងបានបើតាមដែលខ្ញុំវិភាគដែលខ្ញុំតាមដានការប្រកួតរបស់គាត់តាមដានការប្រកួតរបស់គាត់អត់ឈ្នះមីហុងព្រោះមីហុងគាត់ធ្ងន់ហើយគាត់3ក្មេងជាងកម្លាំងគាត់ពេញជាងកីឡាករនេះចាញ់នឹងកម្លាំងបិទដៃមីហុងអត់ជាប់ចូលដៃមីហុងគឺស្លាប់មកកីឡាករនេះខ្លាំងលើមីហុងខ្លាំងណាស់ទេហើយដូចគ្នាហ្វេនយើងហ៊ានតែព្រិចភ្នែកតែបន្តិចជាប់ហើយព្រោះកីឡាករដៃដូចនៅពេលដាក់មកមិនខុសពីរឿងដាវីតបាក់ទៅមីហុងតែលើកនេះលើសរិននីវិទៀតព្រោះកីឡាករនេះគេមានបទពិសោធន៍ច្បាស់ជាងឆ្ងាយគេវាយយូរហើយកីឡាករនេះមិនធម្មតាទេយ៉ាងតិចបំផុតក៏ជាង10ឆ្នាំដែរអញ្ចឹងតាំងពីធុនមីហុងមិនតាន់វាយមកអញ្ចឹងកីឡាកររូបនេះគឺល្អមែនទែនប៉ុន្តែយ៉ាងណាគូនេះអត់ចប់ទឹកទេបើប្រកួត5ទឹកខ្ញុំជឿថាអាចនឹងស្លាប់ទឹករបស់ធុនមីហុងខ្ញុំជឿចឹងអត់ចប់ទឹកទេអត់ចប់ទេសុខភាគរយគឺខ្សែបាត់នឹងដដើមពីធុនមីហុងអត់បានព្រោះកីឡាករដូចខ្ញុំប្រាប់ពីខាងដើមថាកីឡាករនេះតែចូលដៃធុនមីហុងគឺចប់មកព្រោះដែលខ្ញុំធ្លាប់មើលវីដេអូគាត់ដដើមខ្សែបាត់មួយគេចូលដៃគឺមិនដៃទៅគាត់អញ្ចឹងគាត់ក៏មិនល្អមែនទេមីហុងប្រើដៃខ្លាំង
ប្រាក់ឯខ្លាំងជាមួយនឹងគាត់ដោយមិនបាច់ឲ្យដកដង្ហើមតន់កីឡាករអត់នៅគឺថាអត់នៅគឺ 90% ទៅលើធំនេះហងគ្រប់គ្រងខ្សែក្បាត់បានដោយដើមវិញ បាទអរគុណ